ចានេះខ្ញុំសុកស៊ីណាសូមជម្រាបសួរទៅដល់ញាតិមិត្តបងប្អូននិងក្រុមគ្រួសារទាំងអស់ចាថ្ងៃនេះខ្ញុំសូមចែកជូននៅកំណាព្យមួយបទដែលមានចំណងជើងថាសម្បត្តិចាដែលនិពន្ធដោយលោកគ្រូអគ្គបណ្ឌិតបុត្រសវងសូមបងប្អូនញាតិមិត្តទាំងអស់រីករាយស្ដាប់ដូចតទៅសម្បត្តិក្នុងលោកមិនអាចគ្រប់មេមិនអាចបាញ់ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់មកត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងលោកមិនអាចល្អយស្មើនឹងធម៌អសនាំចាងភពមានតែកូនឪត្រូវសែបគប់ព្រមទាំងគោរពខ្លួនឯងផងចាចំណងជើងគឺសម្បត្តិចានិពន្ធដោយលោកគ្រូអគ្គបណ្ឌិតបុត្រសវងចាបងប្អូនអ្នកទាំងអស់គ្នាលោកគ្រូបានតាក់តែងជាកំណាព្យដើម្បីដាស់តឿនពុទ្ធបរិស័ទយើងទាំងអស់ដែលមានឧបនិស្ស័យបានអានបានស្ដាប់និងពិចារណាចាតើសម្បត្តិក្នុងលោកយើងអាចគ្រប់បានដែរឬទេចាមួយជាតិហើយមួយជាតិទៀតមួយអត្តភាពហើយមួយអត្តភាពទៀតវិលកើតវិលស្លាប់ព្រោះតែការប្រកាន់ហួងហែងសម្បត្តិក្នុងលោកចាសម្បត្តិក្នុងលោកគឺអ្វីទាំងអស់ចាបូករួមទាំងខ្លួនយើងផ្ទាល់ផងដែរចារូបរាងកាយរបស់យើងគឺជាសម្បត្តិនៅក្នុងលោកចាហេតុអីបានយើងថារូបរាងកាយរបស់យើងគឺជាសម្បត្តិក្នុងលោកបងប្អូនអ្នកទាំងអស់គ្នាចានៅពេលដែលខណៈដែលយើងដកដង្ហើមចុងក្រោយនៅលើផែនដីនេះគឺយើងមិនអាចហួងហែងរូបរាងកាយយើងបានទៀតទេចាគឺត្រូវទុកនៅលើផែនដីនេះហើយចាអញ្ចឹងបានន័យថាយើងសពថ្ងៃរាល់ថ្ងៃនេះគឺយើងហួងហែងប្រកាន់ខឹងនឹងខ្លួនយើងនឹងណាអ្នកណាប៉ះអ្នកណានិយាយអីលើសលុបអីអត់បានទេចាអញ្ចឹងយើងប្រកាន់ហួងហែងខ្លួនយើងនឹងច្រើនខ្លាំងណាអញ្ចឹងហើយដែលជាហេតុចាជាហេតុបង្កឲ្យយើងមានទុកចាមិនពេញចិត្តតោះខ្នើសស្អប់ស្រឡាញ់គឺដោយសារតែសម្បត្តិក្នុងលោកនឹងចាអញ្ចឹងព្រះសម្មាសម្ពុទ្ធបានបើកបង្ហាញការពិតថាតើអ្វីទៅជាខ្លឹមនៃជីវិតពិតប្រាកដចាអញ្ចឹងបងប្អូនអ្នកទាំងអស់គ្នាសូមព្យាយាមស្ដាប់នៅព្រះធម៌ទេសនានិងយកមកបដិបត្តិក្នុងជីវិតប្រចាំថ្ងៃចាពីព្រោះអីយើងមិនអាចឈប់កើតបានទេចាយើងនៅតែបន្តមានជាតិបន្តទៅទៀតអញ្ចឹងចាបើសិនជាយើងមិនបានឃើញច្បាស់នៅសច្ចធម៌ឃើញព្រះនិព្វាននោះនឹងបន្តទៅទៀតចាអញ្ចឹងការប្រកាន់ហួងហែងសម្បត្តិក្នុងលោកនោះគឺថាធ្វើឲ្យយើងជាប់នឹងក្នុងវដ្តចាអញ្ចឹងសូមបងប្អូនខ្ញុំទាំងអស់ព្យាយាមរក្សាសិលភាវនានិងសន្សំបញ្ញាញឹកៗរឿយៗជារៀងរាល់ថ្ងៃណាចាសូមអរគុណសូមជម្រាបលា